នេះដែរខ្ញុំមានចំណេះដឹងខ្លះដើម្បីចែកជូនទៅកាន់អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការ update firmware ទៅលើម៉ាស៊ីន print Mac Brother តោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាទាំងអស់គ្នាសូមអធិស្ឋានមុននឹងទៅទស្សនាកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងដើម្បីឲ្យខ្ញុំបានធ្វើវីដេអូថ្មីៗដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទៀតតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាវីដេអូនៃការ update ដូចតទៅខ្ញុំសូមបើកវីដេអូនឹងមួយបាទជាដំបូងយើងចូលមក website Brother ហ្នឹងបាទបន្ទាប់មកទៀតយើង search product បាទនៅត្រង់ចំណុចនេះខ្ញុំគ្រាន់តែបង្ហាញពីរបៀបនៃការ download មួយចំនួនព្រោះវាស្រដៀងនឹងការ download driver ដូចគ្នាបាទខ្ញុំនឹងមកបង្ហាញពី model 3520បាទយើងចុច search ហើយយើងចុចពាក្យ download ដូចគ្នាប៉ុន្តែចុច OK ប៉ុន្តែយើងមិនមែន download driver ទេបាទត្រង់ចំណុចនេះមកដល់ត្រង់ចំណុចនេះយើងត្រូវអូសឡើងលើជាទូទៅយើង download driver យើង download ខាងលើនេះក៏ប៉ុន្តែថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀបនៃការ update firmware មូលហេតុអីបានយើងចាំបាច់ update firmware ទី1គឺការ touch នៅ panel គឺវា touch អត់ទៅដល់ទី2អាចបញ្ហាទៅលើម៉ាស៊ីន print នៅពេលខ្លះ print វាជា load error ជួនកាលវាទាមទារឲ្យ update នៅលើម៉ាស៊ីន print តែម្ដងអញ្ចឹងយើងធ្វើការ update firmware យើងអូសចុះក្រោមរហូតមកយើងឃើញពាក្យ firmware ហ្នឹងយើងចុចពាក្យថា download update ហ្នឹងចុចលើហ្នឹងហើយតមកយើងចុចត្រង់ចំណុចអក្សរខៀវនេះបាទចុចត្រង់ចំណុចហ្នឹងវានឹង load ធ្វើការ download ឲ្យយើងតែម្ដងបាទវានឹង download យើងគ្រាន់តែចុច start download រួចជាការស្រេចនៅពេលដែលយើង download file នឹងបានចប់ហើយយើងត្រូវការដំឡើងវាបាទអញ្ចឹងខ្ញុំសូមខាតតិចដើម្បីឲ្យលឿនបាទនៅត្រង់ចំណុចនេះគឺជា file ដែលយើងបាន download ហើយអញ្ចឹងយើងគ្រាន់តែ double click លើវាបាទគ្រាន់តែ double click លើវានឹង run បាទវានឹង run ចេញបែបនេះហើយនៅត្រង់ចំណុចនេះឃើញមានម៉ាស៊ីនច្រើនអញ្ចឹងដោយសារតែខ្ញុំបាន connect ព្រមទាំង download ម៉ាស៊ីនទាំងនោះដូច្នេះហើយយើងគ្រាន់តែ select នៅម៉ាស៊ីនដែលយើងចង់ update ឧទាហរណ៍ខ្ញុំចង់ update ខាងលើនេះគឺ3520ដោយសារតែខ្ញុំដោតUSB ទៅវា load copy 1ព្រោះខ្ញុំបាន update វាម្ដងហើយអញ្ចឹងខ្ញុំupdate ម្ដងទៀតអញ្ចឹងពេលដែលខ្ញុំដោតUSB ចូលវា load copy 1ដើម្បី update firmware បានត្រូវប្រើខ្សែ USB ដើម្បីដោតចូលកុំព្យូទ័រហ្នឹងហើយនឹងដោតចូលម៉ាស៊ីន print Mac Brother ហ្នឹងបាទដើម្បីធ្វើការ update បើសិនជាអ្នកទាំងអស់គ្នាអត់បានដោតខ្សែគឺអត់អាច update firmware បានទេសូមបញ្ជាក់បាទនៅពេលដែលអ្នកទាំងអស់គ្នាបានធ្វើការ select ទៅលើម៉ាស៊ីនមួយហើយអញ្ចឹងយើងគ្រាន់តែចុច next បាទយើងគ្រាន់តែចុច next បាទនៅត្រង់ចុចនេះយើងចុចពាក្យថា accept ហើយយើងចុច next ទៀតវានឹងធ្វើការ update firmware តែម្ដងបើសិនជាអ្នកទាំងអស់គ្នាអត់បានដោតខ្សែខ្ញុំសូមអធិស្ឋានបាទបើសិនជាអ្នកទាំងអស់គ្នាអត់បានដោតខ្សែទេនៅត្រង់ចំណុចនេះគឺវាអត់បានឲ្យទេវានឹង load error តែម្ដងអញ្ចឹងបាទខ្ញុំចង់បញ្ជាក់ថានៅពេលដែល update firmware វាទាមទារឲ្យយើងប្រើខ្សែ USB ដែលមកជាមួយនឹងម៉ាស៊ីន print បាទយើងត្រូវដោតខ្សែ USB មកខាងទៅម៉ាស៊ីន print មកខាងមកកុំព្យូទ័រដើម្បីធ្វើការ update firmware បាទនេះគឺជាការ update firmware នៅពេលដែលអ្នកនរគ្នាបានធ្វើការ update
នៅក្នុងម៉ាស៊ីន Brother វាដាក់ program update ដូចគ្នាប៉ុន្តែខ្ញុំអត់បានថតឲ្យមើលទេបាទនៅពេលដែលអ្នកនរគ្នា complete ហើយយើងគ្រាន់តែចុច continue មិញហ្នឹងគឺវាឡើង OK តែម្ដងបាទនេះគឺជាការ update firmware សម្រាប់ម៉ាស៊ីន Print Mac Brother បាទហើយវីដេអូរបស់ខ្ញុំនៅថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយកុំភ្លេចជួយចុច like subscribe ដាក់រូបកណ្ដឹងនឹងបានវីដេអូថ្មីៗលើកក្រោយទៀតបាទសូមអរគុណសូម